តមកបងនេះយើងមកមើលទូងខ្នាតអន្តរជាតិចំនួន22នាក់ដែលផ្លាត់ដោយកុំជើរបស់អង្គប្រុសជាសិទ្ធិជាសាន់ជាងទូងខេត្តកំពង់ធំចឹងគេថាមួយគ្រឿងនេះជាទូងខ្នាតអន្តរជាតិចំនួន22នាក់គឺបានចាប់កងយួររីរាល់ហើយចឹងនៅឡើយតែបំពាក់ក្នុងនឹងក្តារនៅលើបន្ថែមតិចតួចតែប៉ុណ្ណោះចឹងគេថាប្រហែលដូចជា90%ហើយក្នុងការរីរាល់សម្រាប់ងុំនេះចឹងនេះចឹងយើងទៅមើលផ្នែកកន្សែងខាងក្រោយទាំងអស់គ្នាបងប្អូនតោះចឹងយើងទៅមើលខាងក្រោយទាំងអស់គ្នាជាមិនធម្មតាទេគឺថាវាងអែមចឹងកន្សែងចាប់ដើមឈួសសម្បត្តិតិចតួចហើយចឹងនៅឡើយតែស្រេតិចតួចថាមទៅលើរំពេខាងក្រោយនិងរំពេខាងមុខគឺថាជារូបរាងមកហើយនេះហើយគឺជាសមាជិកថ្មីខាងបងប្អូនខាងភូមិសុខសានឃុំសុខសានខាងមណ្ឌលគិរីខាងខេត្តមណ្ឌលគិរីបងប្អូនជឿថារូបរាងអែមសាច់ស្អាតណាស់មើលឈើមគ្រឿងនេះសាច់ធំនិយាយទៅយើងតតែតិចតួចទេក្តារប្រក្រាបចឹងក្រុមដំណក់ទឹកភ្លៀងដល់សែនត្រជាក់ជុំជឿថាជាងខំប្រឹងយ៉ាងមួយមានចិត្តដើម្បីបញ្ចប់ការផលិតមុនចឹងនេះចឹងនៅឡើយតែបំពាក់តិចតួចទេក្បាលនៅពេលមុខចឹងខាងមុខគឺតតែផ្នែកខាងលើចុងរំពេបន្តិចតែប៉ុណ្ណោះចឹងដោយសារតែឈើនេះរាងវែងចឹងខាងមុខក៏បានតទេចឹងជាប់ជាមួយនឹងតួដងខ្លួនរបស់ទូកងតែម្ដងចឹងយើងតតែផ្នែករំពេលើតែបន្តិចទេសម្រាប់មួយគ្រឿងនេះចឹងគេថាអែមហើយមួយគ្រឿងនេះមិនធម្មតាទេចឹងមួយរៀងពីចម្ងាយក៏ដឹងថាអស្ចារ្យហ្មងចឹងយើងរងចាំមើលល្បឿនរបស់គាត់ថាអស្ចារ្យប៉ុណ្ណាសម្រាប់ទូកងគ្រឿងនេះក្រោយការផលិតវិល100%របស់ក្រុមជាងមកពីខាងខេត្តកំពង់ធំចឹងវីដេអូមានតែប៉ុណ្្នឹងចឹងវាក្រោយជួបគ្នាបន្តទៀតបងប្អូនអរគុណច្រើនបាយបាយ